គៀតកទីងកន្លះហើយរៀបចំខ្លួនដើម្បីឆ្លងកាត់ស្ត្រីមានផ្ទៃពោះឈុតឆាកនេះត្រូវបានគេមើលឃើញដោយបុរសនៅក្នុងស្តង់បុរសនោះមករកស្ត្រីមានផ្ទៃពោះភ្លឹបភ្លែតហើយផ្អៀងខ្លួននាងទៅក្រោយ99.9 ដឺក្រេនេះធ្វើឲ្យស្ត្រីមានផ្ទៃពោះលាក់ខ្លួនអស់រយៈពេលឃាតករបាញ់គ្រាប់ទី2ម្ដងទៀតដោយមិននឹកស្មានដល់គ្រាប់កាំភ្លើងត្រូវបានបុរសមានឯរបស់គាត់បន្ទាប់មកគាត់បានងាកក្បាលហើយគ្រាប់កាំភ្លើងនោះវាជំថ្ងាសឃាតករដោយផ្ទាល់ស្ត្រីមានផ្ទៃពោះម្នាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងប្រតិបត្តិការរបស់បុរសនាងក៏មានអារម្មណ៍ថាបុរសនៅពីមុខរបស់នាងមានអារម្មណ៍សាំមួយប៉ុន្តែនៅពេលដែលបុរសនោះទាញនាងឲ្យរៀបចំខ្លួនចាក់ចេញឃាតករម្នាក់បានលេចមុខមកម្ដងទៀតនៅក្នុងព្រៃហើយបុរសនោះគ្រាន់តែរើសយកមួយដោយស្ងប់ស្ងាត់ថ្មនៅលើដីហើយបោះវាចោលឃាតករត្រូវបានសម្លាប់ម្ដងទៀតប៉ុន្តែគ្រាប់កាំភ្លើងនៅតែកោសស្ត្រីមានផ្ទៃពោះកូនបន្ទាប់មកបុរសនោះបាននាំនាងទៅឡានបន្ទាប់មកគាត់បានដាក់ដៃលើស្ត្រីមានផ្ទៃពោះជើងរបស់ស្ត្រីដើម្បីព្យាបាលរបួសរបស់នាងស្ត្រីមានផ្ទៃពោះម្នាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរឿងនេះពេលដែលគាត់ហៀបនឹងបាញ់ប្រហារបុរសនោះរបួសរបស់គាត់បានជាសះស្បើយដោយអភូតហេតុនៅក្នុង2នាទីបន្ទាប់តែពេលនោះទេដែលស្ត្រីមានផ្ទៃពោះបានទទួលស្គាល់គាត់វាបានប្រែក្លាយថា18ឆ្នាំនោះពេលដែលបំពេញបេសកកម្មគាត់គឺជាត្រូវបានបំពោដោយគ្រឿងញៀនគាត់បានជួបនារីស្រស់ស្អាតម្នាក់ដោយចៃដន្យដោយប្រញាប់ប្រញាល់បុរសនោះបានយករូបស្អាតនោះស្ត្រីជាថ្នាំបន្សាបនារីស្រស់ស្អាតដែលត្រូវបានគេឈឺដោយបុរសនោះចង់សម្លាប់គាត់ប៉ុន្តែនៅទីបញ្ចប់គាត់នៅតែមិនអាចធ្វើបានវាគាត់ទើបតែដោះរបាំងមុខបុរសនោះចេញហើយនឹកឃើញដល់រូបរាងរបស់គាត់ច្រើនឆ្នាំក្រោយមកបុរសនោះបានក្លាយជាមនុស្សដែលគេគោរពព្រះម្ចាស់នៃនាគប៉ុន្តែគាត់បានជ្រើសរើសដកថយនៅចំណុចជីវិតរបស់គាត់បានដាក់ទុកមួយនៅម្ខាងនៃផ្លូវហើយបង្កើតវត្តមួយគាត់រកមិនឃើញនារីស្រស់ស្អាតដែរបានជួយគាត់បន្សាបជាតិពលកាលពី18ឆ្នាំមិនដឹងថានារីស្រស់ស្អាតនោះឆ្ងាយនៅពីមុខគាត់ស្ត្រីដ៏ស្រស់ស្អាតនោះគឺជាស្ត្រីមានផ្ទៃពោះនៅពេលដែលគាត់នៅក្មេងស្ត្រីមានផ្ទៃពោះបានឃើញបុរសនោះដឹងថ្នាំដូច្នេះស្ត្រីមានផ្ទៃពោះបានអង្វរបុរសនោះសង្គ្រោះកូនស្រីរបស់នាងវាបានប្រែក្លាយថាកូនស្រីរបស់ស្ត្រីមានផ្ទៃពោះមានជំងឺចម្លែកសន្លប់អស់រយៈពេល3ខែហើយមិនដែលភ្ញាក់ពីដំណេកទេអស់រយៈពេលជាង3ខែមកហើយដែលគាត់បានស្វែងរកពេទ្យរកមិនអស់ប៉ុន្តែគ្មានវិធីណាទេដរាបណាអ្នកអាចជួយសង្គ្រោះកូនស្រីរបស់ខ្ញុំសន្យានឹងអ្នកគ្រប់យ៉ាងទេប៉ុន្តែយើងមិនស្គាល់គ្នាទេខ្ញុំមិនស្គាល់មនុស្សអាក្រក់ម្នាក់នេះដែលធ្វើបាបខ្ញុំទេនៅពេលនោះឥឡូវនេះកូនស្រីខ្ញុំជឿហើយគាត់មិនសូម្បីតែដឹងថាខ្ញុំជានរណាបុរសនោះមានការស្អន់ស្អល់យ៉ាងខ្លាំងនៅពេលឃើញបុរសនោះបានសន្យាថានឹងជួយសង្គ្រោះកូនស្រីរបស់គាត់2នាទីបន្ទាប់នារីស្រស់ស្អាតនោះបានយកបុរសផ្ទះមិននឹកស្មានដល់អ្នកអំដំណើរបុណ្យសពចំនួនទី2បានមកដល់ផ្ទះវិញនៅពេលណាមិញពេលគាត់ឃើញនារីស្រស់ស្អាតនោះគាត់ក៏មានការភ្ញាក់ផ្អើលគាត់មិននឹកស្មានថានារីស្រស់ស្អាតនោះនៅរស់ពីព្រោះគាត់ជាអ្នកដែលបានផ្ញើគិតក៏ឥឡូវនេះមកអ្នកអំដំណើរពិធីបុណ្យសពបាននិយាយថាគាត់នៅទីនេះដើម្បីព្យាបាលកូនស្រីរបស់នារីស្រស់ស្អាតគាត់ហៅស្ត្រីដ៏ស្រស់ស្អាតនោះថាជាម្ដាយរបស់គាត់ដោយមិនខ្មាស់អៀនឪពុកក្មេកប៉ុន្តែនារីដ៏ស្រស់ស្អាតរូបនោះបាននិយាយថានាងមានបានរកឃើញគ្រូពេទ្យដ៏អស្ចារ្យម្នាក់ដើម្បីជួយខ្ញុំនឹងមិនស្រីរបស់អ្នកទេអ្នកអំដំណើរបុណ្យសពបានសើចគាត់សើចចំអកឲ្យបុរសដែលជាពលករចំណាក់ស្រុកបន្ទាប់មកគាត់បានសុំឲ្យបុរសនោះចាក់ចេញបើមិនដូច្នោះទេគាត់នឹងបាក់ជើងរបស់គាត់តើឪពុកម្ដាយរបស់អ្នកបានបង្រៀនអ្នកពីរបៀបនិយាយទេដល់មនុស្សបែបនេះគ្មានការអប់រំអ្នកអំដំណើរពិធីបុណ្យសពមិនបាននឹកស្មានថាបុរសគាត់ថាគ្មានការអប់រំគាត់ខឹងខ្លាំងណាស់ទើបគាត់ហៅទូរស័ព្ទបុរសឲ្យបាក់ជើងបុរសនោះជាសំណាងល្អគាត់ត្រូវបានម្ដាយរបស់គាត់បញ្ជាក់អំដំណើរពិធីបុណ្យសពមានភាពរឹងមាំដូច្នេះគាត់អ្វីក៏បានបន្ទាប់មកក្រុមអ្នកអំដំណើរសពបានអញ្ជើញរុស្ស៊ីហាក់សត្វណៃទោះជាយ៉ាងណាក៏ដោយស្ដេចរុស្ស៊ីអង្គនេះមនុស្សល្អគាត់ពូកែប្រើល្បិចចុះខ្វក់ណាស់បន្ទាប់មកស្ដេចរុស្ស៊ីបានអះអាងថាកូនស្រីរបស់ម្ដាយក្មេកត្រូវបានបំពុលដោយប្រសិនបើនាងមិនអាចទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលថ្ងៃហើយនាងនឹងមិនភ្ញាក់ឡើងទេប្រសិនបើនាងចង់ទាញជារៀងរាល់ពេលនោះម្ដាយក្មេកបានដឹងថាអ្វីគ្រប់យ៉ាងត្រូវបានធ្វើឡើងដោយអ្នកអំដំណើរពីស្ដេចនៃប្រទេសរុស្ស៊ីអ្នកអំដំណើរពិធីបុណ្យសពមិនបានទេពលជាដឹងទេគាត់បាននិយាយដោយផ្ទាល់អំពីគោលបំណងចុងក្រោយរបស់គាត់បានសុំម្ដាយក្មេករៀបការកូនស្រីរបស់គាត់បន្ទាប់មកលោកបានប្រពន្ធក្រុមហ៊ុន Shen Group គាត់បានសុំឲ្យស្ដេចរុស្ស៊ីជួយសង្គ្រោះស្រីរបស់ម្ដាយក្មេកស្ដេចនៃប្រទេសរុស្ស៊ីកាន់តែក្រអឺតក្រទមលោកបាននិយាយថាគ្មានអ្នកណាអាចដោះស្រាយរឿងនេះបានទេបញ្ហាលើមិនតែស្មានដល់បុរសនោះក៏ក្រោកឈរឡើងវាគ្រាន់តែជាសុបិនមួយប៉ុណ្ណោះទុកវាឲ្យខ្ញុំលីនធានតើអ្នកពិតជាអាចព្យាបាលវាបានទេកុំបារម្ភអីខ្ញុំអាចព្យាបាលវាបានអ្នកអំដំណើរពិធីបុណ្យសពគិតថាបុរសនោះអួតអាងគាត់បានព្រមានបុរសនោះឲ្យត្រឡប់ទៅវិញពីមាននឹងរំកិលអត់ភ្លាមនោះបុរសនោះបានបោះបង់ចោលគាត់បុរសនោះឃើញថាបុរសនោះដូច្នេះគាត់បានសម្រេចចិត្តបង្រៀនគាត់ពីរបៀបធ្វើជាមនុស្សប្រុសបុរសនោះបានទះកំភ្លៀងបុរសនោះបានវីថ្មិញរបស់បុរសនោះត្រូវបានវីរហូតដល់សម្លាប់ដោយបុរសនោះបានបញ្ជាឲ្យបុរសរបស់គាត់សម្លាប់បុរសមក